ឯកឧត្តមសំពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរអន្តរជាតិខេត្តកំពតក្រៅមន្ត្រីបដិភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី21ខែមេសាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរអន្តរជាតិខេត្តកំពតដែលមានទីតាំងស្ថិតនៅក្នុងភូមិជុំគ្រៀលឃុំជុំគ្រៀលស្រុកទឹកឈូខេត្តកំពតតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តកំពតបានឲ្យដឹងថាគម្រោងសាងសង់កំពង់ផែទេសចរអន្តរជាតិនេះគ្របដណ្ដប់លើផ្ទៃដីជាង4ហិកតាដែលចាប់ផ្ដើមតាំងពីថ្ងៃទី8ខែសីហាឆ្នាំ2018និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី30ខែមិថុនាឆ្នាំ2022គម្រោងនេះត្រូវបានគ្រប់គ្រងការសាងសង់ដោយអង្គភាពអនុវត្តអនុគម្រោងនៃក្រសួងសាធារណការនិងដឹកជញ្ជូនដោយប្រើប្រាស់ថវិកាសរុបចំនួន$18.77 លានអាមេរិកដែលនៅក្នុងនោះ$18 លានគឺជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនិង$77,000ទៀតគឺជាថវិកាបដិភិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរសម្រាប់កំណើនប្រកបទៅដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គចំណែកឯអ្នកជំនាញបានបង្ហាញការជឿជាក់ថាការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅកំពង់ផែទេសចរអន្តរជាតិនេះនឹងពង្រីកវិសាលភាពនៃការទទួលភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវទឹកមកកាន់ខេត្តកំពតក៏ដូចជាប្រទេសកម្ពុជាទាំងមូលឲ្យកាន់តែច្រើនឡើងនាពេលអនាគតផងដែរ